ករណីម្ដាយបង្កើតក៏ដូចជាបងស្រីជាដូនមួយបានដឹងមកសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយស្វែងរកប្អូនស្រីសៀវអ៊ីប្អូនស្រីសៀវអ៊ីគឺអាយុទើបតែ13 14ឆ្នាំទេហើយបានជិះម៉ូតូបងស្រីជាដូនមួយយកទៅបាត់តែម្ដងរយៈពេល2ថ្ងៃហើយមិនទាន់ឃើញត្រឡប់មកវិញទេមិនដឹងថាគាត់ជិះកិច្ចខ្លួនយកទៅណាក៏មិនទាន់ដឹងដែរជាដូនមួយក៏ដូចជាម្ដាយគាត់បានមកប្តឹងព័ត៌មានដើម្បីជួយផ្សព្វផ្សាយបន្ថែមតពីគាត់ដាក់ពាក្យបណ្ដឹងនៅទៅសមត្ថកិច្ចរួចនោះគឺគោលបំណងយើងគឺដើម្បីបានម៉ូតូនឹងវិញដើម្បីជិះទៅធ្វើការយើងបានដាក់ពាក្យបណ្ដឹងនៅដាក់នៅណាសង្កាត់ច្បារអំពើប្រកាសរម៉ូតូដែលពាក់ផ្លាកលេខស្គូពីណាស្គូពី0ប្រមាណ024ពាក់ផ្លាកលេខភ្នំពេញ 1LI 4359chú ý mà tiếc với nhau dòm tôi trai chị thơ ca trai ở đây chị đôi bông từ ní kia បាទជំរាបសួរប្រិយមិត្តទស្សនិកជនដែលនិយមតាមដានរសារព័ត៌មានរបស់អង្គភាព NSP News គណៈស្មាននេះផងដែរគឺនៅយប់ថ្ងៃទី7ខែតុលាឆ្នាំ2025មានករណីម្ដាយបង្កើតក៏ដូចជាបងស្រីជាដូនមួយបានប្តឹងមកសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយស្វែងរកប្អូនស្រីសៀវអ៊ីប្អូនស្រីសៀវអ៊ីគឺអាយុទើបតែ13 14ឆ្នាំទេហើយបានជិះម៉ូតូបងស្រីជាដូនមួយយកទៅបាត់តែម្ដងរយៈពេល2ថ្ងៃហើយមិនទាន់ឃើញត្រឡប់មកវិញទេមិនដឹងថាគាត់ជិះកិច្ចខ្លួនយកទៅណាក៏មិនទាន់ដឹងដែរឬក៏គេដាក់ថ្នាំយកម៉ូតូនឹងឬក៏ទៅធ្វើបាបប្អូនស្រីសៀវអ៊ីក៏យើងមិនទាន់ដឹងដែរជាដូនមួយក៏ដូចជាម្ដាយគាត់បានមកប្តឹងព័ត៌មានដើម្បីជួយផ្សព្វផ្សាយបន្ថែមអញ្ចឹងណាបន្ទាប់ពីគាត់ដាក់ពាក្យបណ្ដឹងនៅទៅសមត្ថកិច្ចរួចហើយបាទបងប្អូនប្រិយមិត្តហើយនៅបន្តិចទៀតនេះយើងនឹងទៅសម្ភាសសាកសួរម្ដាយរបស់គាត់ក៏ដូចជាបងស្រីជាដូនមួយរបស់គាត់ផ្ទាល់តែម្ដងស្រីជឿនអ្នកមីងមានអាយុប៉ុន្មានហើយខ្ញុំ38ហើយបាទហើយត្រង់ថ្ងៃប្រកបដែរខ្ញុំថារហូតចូលរោងចក្រដល់ហើយវាយកម៉ូតូទៅបាត់ហើយបាទអូចឹងមកផ្សាយហ្នឹងកូនស្រីយកម៉ូតូទៅបាត់បាទម៉ូតូហ្នឹងជាម៉ូតូរបស់អ្នកផ្សេងតូក្មួយស្រីអញ្ចឹងត្រូវបងប្អូនចដូនមួយគ្នាបាទហើយយកទៅប្រហែលថ្ងៃមីង2ថ្ងៃហើយបាទហើយម៉ូតូដែលយកទៅគឺជាម៉ូតូមកអីដែរស្កូពី024ពណ៌អីដែរណាមីងពណ៌ខ្មៅលាយប្រផេះបាទហើយមានស្លាកលេខហើយស្លាកលេខប៉ុន្មានហើយស្លាកលេខ4359បាទអូនេះកាន់ដៃស្រាយបងប្អូនបាទនេះបាទស្លាកលេខបាទភ្នំពេញ 1LI 4359បាទហើយមុនពេលកូនស្រីអ្នកមីងយកម៉ូតូចេញពីផ្ទះមានបញ្ហាមានទំនាស់អីជាមួយបងប្អូនក្រុមគ្រួសារអត់ដែរអត់មានទេណាបាទគឺចេញទៅរយតែម្ដងបាទឥឡូវនេះអ្នកមីងបានតាក់តងតែឥឡូវទូរស័ព្ទគាត់បានគេបាត់ហើយខ្ញុំអត់ដឹងតាក់តងទៅតាមណាអូទូរស័ព្ទលក់ឲ្យគេទៀតបាទហើយមុនទៅនឹងគឺមានបានប្រាប់ឬក៏ផ្ដាំអីអត់មានហ្មងបាទហើយរបស់របរដែលរួមទៅជាប់ខ្លួនគាត់មានអីខ្លះមានតែម៉ូតូហើយទូរស័ព្ទហ្នឹងតែទូរស័ព្ទលើលក់អីគេអត់មានទេមានតែម៉ូតូហ្នឹងបាទគ្រឿងអលង្ការគ្រឿងអីអត់មានទេអត់មានមូលហេតុអីបងដឹងថាទូរស័ព្ទហ្នឹងលួចគេពួកអីខ្ញុំតាមទូរស័ព្ទបើស្អីគេដាក់ស្អីគេហ្នឹងiCloud ហ្នឹងហើយបាទតាម iCloud ហ្នឹងហើយតាមទៅទូរស័ព្ទហ្នឹងលក់អីគេហើយខ្ញុំចាប់អ្នកទិញអំបគេហ្នឹងយកទូរស័ព្ទហ្នឹងយកទៅចាក់សាំងទៅកំយើងចាំម៉ូតូបាទម្ចាស់ចាបាទមានឈ្មោះអីដែរឈ្មោះមីស្រីនិតអាយុប៉ុន្មានឯអូនអាយុ19ឆ្នាំបាទហើយមុនពេលដែលប្អូនស្រីយកម៉ូតូទៅហ្នឹងអូនឯងកំពុងធ្វើអីនៅផ្ទះហ្នឹងហើយពួកអីត្រូវស្អែកចូលធ្វើការបាទតែពេលឥឡូវគេយកម៉ូតូទៅបាត់ហ្នឹងលើយកម៉ូតូទៅបាត់អត់មានជិះធ្វើការទេអត់មានទេឈប់2ថ្ងៃហើយអូនឯងគិតច្បាស់នៅថាឥឡូវបងប្អូនខ្លួនឯងផ្សាយគ្នានេះគិតច្បាស់ហើយបាទហើយប្អូនស្រីដែលយកម៉ូតូប្អូនទៅហ្នឹងគឺមានឈ្មោះអីឈ្មោះទូចស៊ីវអ៊ីអាយុប្រហែលហើយអាយុ13 14ឆ្នាំ13 14ឆ្នាំទេបាទគឺក្មេងមែនតើចាហើយដឹងគោលបំណងគាត់យកម៉ូតូទៅគោលបំណងអីអត់ដឹងហ្មងដែរពួកអីឃើញគាត់សងសារគាត់ញ៉ៃ14ឆ្នាំទេមាន13 14មានសងសារបាត់ហើយមានឃើញគាត់ឆាតរកគ្នាគាត់ឆាតធ្វើម៉េចខ្លះគាត់ថតរៀបចេញទៅនឹងឃើញគាត់ចាប់អារម្មណ៍ឃើញគាត់ថតកាន់ទូរស័ព្ទថតមួយម៉ូតូទៀតតែអត់ចាប់អារម្មណ៍ស្មាគាត់ថត TikTok ហើយក៏បាត់ទៅហើយតម្លាក់ខ្ញុំចោលបាត់ចឹងទៅតម្លាក់ចោលបាត់ឈឹងអីអត់កើតទាំងអស់ប្រហែលថ្ងៃហើយ2ថ្ងៃហើយ2ថ្ងៃតាំងថ្ងៃទីប៉ុន្មាន
តាថ្ងៃ6 តាំងថ្ងៃទី6ណា ចា បាទហើយអត្តចរិតបងអូនរបស់គាត់បងប្អូនរបស់អូនជារៀងរាល់ថ្ងៃអត្តចរិតគាត់បែបណាដែរ slow ធម្មតាអត់មួតធម្មតាចុចទៅទូរស័ព្ទ អញ្ចឹងហ៎ ចា បាទ ហើយគោលបំណងគាត់ប្រហែលអាចទៅទិសដៅណាដែរ ប្រហែលឮគាត់ហៅពេលដែលនេះទូរស័ព្ទគេគាត់ថាឡើងទៅកំពង់សោមតែដឹងគាត់កុហកឬនិយាយពិត បាទ បន្ទាប់ពីគាត់លក់ទូរស័ព្ទរួចណា ចាបង គេប្រាប់អញ្ចឹងមែន ចាអ្នកម្ចាស់ទូរស័ព្ទហ្នឹងគេប្រាប់អញ្ចឹង បាទ គីឡូត្រូវថ្នាំត្រូវអីគេពេលទៅហ្នឹងមានសួរគេថាគាត់ជិះម្នាក់ម៉ាននេះអត់ គាត់ថាជីម្នាក់ឯង ជិះតែម្នាក់ឯងទេ បដៅម៉ូតូនៅគៀនវត្តហ្នឹងហើយគេឃើញហើយក៏គេសួរអញ្ចឹងទៅហើយសុំបរគេថាឲ្យគេជួយ សុំវទៀតណា ហ្នឹងហើយសុំនឹងនិយាយមួយគេឡើងកន្លះម៉ោងមិនគេជួយទិញទូរស័ព្ទហ្នឹង បាទ ចា បាទសារអ្នកទិញគាត់មិនចង់ទិញទេសារទូរស័ព្ទ ហ្នឹងហើយ បាទ ទៅ iCloud ទូរស័ព្ទហ្នឹងទូរស័ព្ទពីណាទូរស័ព្ទគាត់ឬក៏ទូរស័ព្ទគេ ខ្ញុំដែរ អញ្ចឹង មិនទូរស័ព្ទរបស់គាត់ទេសិនឲ្យរបស់គាត់ទាំងអស់គាត់ខ្លួនទៅទេ ឲ្យជ័យទាំងទូរស័ព្ទឲ្យជ័យទាំងម៉ូតូ ហ្នឹងហើយ ឥឡូវទៅបាត់បដ ாய் ទៅបាត់ អីផ្ដាំផ្ញើទៅកាន់បងអូនស្រី បើគាត់បានឃើញឲ្យយកម៉ូតូមកវិញអញ្ចឹងណា យកម៉ូតូវិញនៅយើងមិនប្រកាន់អីទេ អត់កាន់ បងប្អូនគ្នា ចា ហើយបើយកម៉ូតូមកវិញយើងដកពាក្យបណ្ដឹងវិញណា ចាបង គឺយើងបានដាក់ពាក្យបណ្ដឹងដាក់អីអស់ហើយណា ហ្នឹងហើយដាក់ឲ្យអស់ហើយ នេះពេលប្រដឹងយើងគ្រាន់ថាយើងការពារដើម្បីក៏យកគីឡូជន់ដតីណាបានឆ្លៀតឱកាសយកម៉ូតូហ្នឹងទៅធ្វើប្រព្រឹត្តបទល្មើសផ្សេងទេហើយបើសិនជាបងអូនស្រីមិញឈ្មោះអី ឈ្មោះទូស៊ីអ៊ី ទូចស៊ីអ៊ីយកម៉ូតូអីវិញអានេះដកពាក្យបណ្ដឹងហើយមកផ្ទះវិញមកអញ្ចឹងណា ហ្នឹងហើយ បាទឥឡូវហៅបងអូនស្រីមើល ទូស៊ីអ៊ីមកផ្ទះវិញយកម៉ូតូឲ្យចាយជីធ្វើការ បាទចាយអត់អីជី លុយបងធនាគារ មកទាំងម្ដាយមកទាំងបងតែម្ដងបាទហើយអ្វីគឺខាងនេះគឺបងចដូនមួយតែម្ដងណា ចាបង បាទហើយគោលបំណងគឺគោលបំណងយើងគឺដើម្បីបានម៉ូតូនឹងវិញដើម្បីជិះទៅធ្វើការអញ្ចឹងទៅ ពីមួយរឿងម៉ូតូហ្នឹង ហើយម៉ូតូគឺបាត់រយៈពេលប៉ុន្មានថ្ងៃហី 2ថ្ងៃឯងបង 2ថ្ងៃណា ចា អញ្ចឹងហើយយើងបានដាក់ពាក្យបណ្ដឹងនៅ ដាក់ហើយនៅសង្កាត់ច្បាប់7 បាទ7ណា ចា ហើយនឹងម៉ូតូមួយគ្រឿង បាទបងប្អូនប្រិយមិត្តឥឡូវនេះគឺម្ដាយរបស់ អូយបាទ បងអូនស្រីសៀវអ៊ីព្រមទាំងបងចដូនមួយ ខ្ញុំសុំយកម៉ូតូមកវិញមក អ្នកមិញមិនប្រកាន់ខឹងទេណា មកចាំ បាទបងប្អូនប្រិយមិត្តគឺនៅថ្ងៃទី7ខែតុលាឆ្នាំ2025នេះគឺបងស្រីត្រូវជាម្ដាយរបស់ប្អូនសៀវអ៊ីអាយុ13 14ឆ្នាំហ្នឹងគឺគាត់បានខ្ចីម៉ូតូរបស់បងជាដូនមួយហើយជិះបានយកទៅបាត់ហើយបើតាមដំណឹងហ្នឹងគឺបានលក់ទូរស័ព្ទដែលជាប់ iCloud ហ្នឹងដើម្បីយកលុយចាក់សាំងម៉ូតូទៀតហើយបានជិះយកទៅបាត់តែម្ដងរយៈពេល2ថ្ងៃហើយឥឡូវនេះគឺម្ដាយគាត់ក៏ដូចជាបងចដូនមួយបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីស្វែងរកប្អូនស្រីសៀវអ៊ីអញ្ចឹងណាដើម្បីយកម៉ូតូឲ្យបងស្រីចដូនមួយខាងនេះវិញដើម្បីជិះម៉ូតូទៅធ្វើការគាត់បាត់ម៉ូតូទៅគឺអត់មានអីជិះទៅធ្វើការទេបងប្អូនប្រិយមិត្តហើយគ្នានៅក្មេង13 14ឆ្នាំចេះយកម៉ូតូបងស្រីទៅបាត់មិនដឹងថាទៅណាយើងមិនដឹងថាគាត់ជិះទៅគិចទៅណារស់នៅទីណាក៏យើងអត់ដឹងដែរឬក៏គេដាក់ថ្នាំដាក់អីយកម៉ូតូក៏យើងមិនទាន់ដឹងដែរបងប្អូនប្រិយមិត្តហើយដោយសារការសំណូមពររបស់អាណាព្យាបាលក៏ដូចជាបងស្រីជាដូនមួយដើម្បីប្រកាសស្វែងរកម៉ូតូនឹងមកវិញអញ្ចឹងណាបងប្អូនប្រិយមិត្ត គាត់អត់ដែរស្គាល់ពេញ អូចឹងតែមិញអ្នកខាងនៅប៉ោយប៉ែតទេ អត់ដែរខ្ញុំទៅធ្វើការនៅប៉ោយប៉ែតស្រុកខ្ញុំអ្នកកពត អ្នកកពតទេអ្នកកពតបាទបាទអូនស្រីបាទបើឃើញតាមការស្រីបាទ បាទបងប្អូនប្រិយមិត្តឥឡូវយើងអត់មានអីច្រើនទេហើយក៏យើងមិននិយាយអ្វីសង្កត់ធ្ងន់ផងដែរគឺប្អូនសៀវអ៊ីបើសិនបើឃើញម្ដាយបង្កើតរបស់ប្អូនប្រកាសស្វែងរកម៉ូតូព្រមទាំងបងស្រីជាដូនមួយប្រកាសរកម៉ូតូដែលពាក់ផ្លាកលេខស្គូពីណាស្គូពី0ប្រមាណ 024ពាក់ផ្លាកលេខភ្នំពេញ 1LI 4359 នេះម៉ូតូដែលប្អូនស្រីសៀវអ៊ីយកទៅណាហើយឥឡូវនេះក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចហើយដែរដើម្បីស្វែងរកម៉ូតូជូនបងស្រីត្រូវជាបងស្រីជាដូនមួយរបស់សៀវអ៊ីនេះបាទហើយសង្ឃឹមថាប្អូនស្រីបានម៉ូតូនេះឲ្យវិញផងបាទសូមអរគុណ